Biết chú bóng ôn ở kia bạn lần cái níក្រុមហ៊ុន GAC កម្ពុជាបានដាក់សម្ពោធជាផ្លូវការនៅរថយន្ត SUV ស៊េរីថ្មីមួយទៀតហើយបាទតែនេះគឺ model GAC S7 ដែលជាប្រភេទ PHEV សាំងលីអគ្គិសនីបាទហើយសម្រាប់ការបង្ហាញថ្ងៃនេះគឺមានពីរ model បាទមាន model Ultra ហើយនិង model Max ដែលមានតម្លៃ$47,000ហើយមួយទៀត$43,000បាទសម្រាប់ការជារថយន្តនេះគឺក្រុមហ៊ុននឹងផ្ដល់ជូននូវការធានា5ឆ្នាំនិងចម្ងាយ15,000 គីឡូម៉ែត្របាទចង់ដឹងថាលក្ខណៈសម្បត្តិយន្តនេះមានអ្វីខ្លះតោះតាមដានជាមួយខ្ញុំអរគ្នាបាទជាមួយនឹងវត្តមានរបស់រថយន្ត GAC S7 PHEV i4WD ប្រភេទ Global Version សម្រាប់ទីផ្សារប្រទេសកម្ពុជានាពេលនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថាគឺជារថយន្ត SUV ថ្នាក់ប្រណិតដែលមានការរចនាឡើងបែបអនាគតផ្ដល់នូវភាពទាក់ទាញខ្លាំងមែនទែនសម្រាប់អ្នកប្រើប្រាស់តាមរយៈនៃចង្គៀងផ្នែកខាងមុខដែលមានការ design ដែលមានការផ្គុំដោយគ្រាប់អំពូលភ្លើងតូចៗដែលមានចំនួនរហូតដល់2618គ្រាប់ហើយអំពូលនេះដែរគឺមានសមត្ថភាពអាចធ្វើការផ្លាស់ប្ដូរចលនាកែវភ្នែកនៅក្នុងចង្គៀងរថយន្តនេះបានថែមទៀតផងហើយអ្វីដែលពិសេសនោះអ្នកប្រើប្រាស់ក៏អាចសរសេរជាអក្សរដើម្បីដាក់បង្ហាញនៅក្នុងចង្គៀងនេះបានដូចគ្នាបាទនិយាយទៅ GAC S7 ដែលមកដល់នៅពេលនេះគឺត្រូវបានវិស្វកររបស់ GAC គិតគូរយ៉ាងល្អិតល្អន់មែនទែនសម្រាប់ផ្ដល់ឲ្យអតិថិជននៅជំនឿទុកចិត្តនិងមានផាសុកភាពនៅក្នុងការប្រើប្រាស់ហើយរថយន្តនេះគឺមានតួខ្លួនប្រវែង4900មីលីម៉ែត្រនិងមានទទឹង1950មីលីម៉ែត្រហើយនិងកម្ពស់1780មីលីម៉ែត្រខណៈដែលកម្រិតកង់មុខក្រោយនោះគឺមានប្រវែង2880មីលីម៉ែត្រដែលទំហំនេះគឺធានាបាននឹងការធ្វើដំណើរប្រកបដោយផាសុកភាពបំផុតសម្រាប់អ្នកប្រើប្រាស់ហើយរថយន្តនេះក៏មានការប្រើប្រាស់កង់ទំហំ20អ៊ីងដែលផ្ដល់នូវបទពិសោធន៍ធ្វើដំណើរកាន់តែអស្ចារ្យផងដែរក្រឡេកមកមើលផ្នែកខាងក្នុងនៃរថយន្ត SUV ស៊េរីថ្មី GAC S7 PHEV i4WD នេះវិញគឺពិតជាស្អាតខ្លាំងមែនទែនបាទពិតជាប្រណិតខ្លាំងមែនទែនដោយសារតែក្រុមហ៊ុនបានធ្វើការ design ផ្នែកខាងក្នុងនេះជាមួយនឹងស្បែកដែលគេហៅស្បែកប្រណិតហៅថា Ultra Soft Nappa Leather បាទ design ផ្នែកខាងក្នុងនេះទៀតសោតគឺមានភាពធំទូលាយមែនទែនយើងចូលទៅមើលឃើញគឺទូលាយខ្លាំងមែនទែនហើយបើមើលទៅលើកៅអីវិញគឺមានការបំពាក់នៅកៅអីអេឡិចត្រូនិកនិងមានមុខងារម៉ាស្សានិងមានទម្រជើងក៏ដូចជាខ្នើយកជើងដ៏ទន់ល្មើយមកជាមួយរួចជាស្រេចថែមទៀតផងបាទហើយទៅលើកៅអីជួរទី2វិញក៏មានសមត្ថភាពអាចកាច់ផ្ដេកដោយមុខងារស្វ័យប្រវត្តិដូចកៅអីខាងមុខដូចគ្នាបាទបន្ថែមពីនេះនៅក្នុងរថយន្តនេះក៏មានការបំពាក់នៅប្រព័ន្ធបំពងសំឡេងចំនួនថ្មីគេហៅថា Edigo Sound Pro Audio System មានចំនួនរហូតដល់22គ្រាប់បាទដែលផ្ដល់នូវសំឡេងពីរោះបានខ្លាំងបំផុតបាទមួយវិញទៀតនៅក្នុងរថយន្តនេះក៏មានការបំពាក់នៅបច្ចេកវិទ្យាសាកថ្មឥតខ្សែហៅថា wireless charge ក៏ដូចជាអេក្រង់ digital ទំហំ 8.8 អ៊ីងសម្រាប់អ្នកបើកបរមើលព័ត៌មានផ្សេងៗនិងអេក្រង់កំសាន្តទំហំដល់ទៅ 15.6 អ៊ីងដែលមានការគ្រប់គ្រងមកជាមួយនឹងមុខងារ Apple CarPlay និង Android Auto មកជាស្រេចថែមទៀតផងបាទហើយបើមើលទៅលើសមត្ថភាពនៃការប្រើប្រាស់នៅលើរថយន្ត GAC S7 PHEV i4WD នេះវិញគឺពិតជាសន្សំសំចៃខ្ពស់បំផុតពីព្រោះថាម៉ាស៊ីនរថយន្តថ្មីនេះត្រូវបានក្រុមហ៊ុនដាក់ឲ្យដំណើរការជាមួយនឹងបច្ចេកវិទ្យា AI ដែលផ្ដល់នូវភាពងាយស្រួលនៅក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវនិយាយទៅសម្រាប់ការធ្វើដំណើរជាមួយនឹងមុខងារសាំងលីអគ្គិសនីមានន័យថាយើងសាកមកពេញហើយនឹងចាក់សាំងមកពេញសម្រាប់រថយន្ត GAC S7 PHEV i4WD នេះគឺអាចបើកបរបានចម្ងាយរហូតដល់ទៅ1150គីឡូម៉ែត្របាទហើយទៅលើការស៊ីប្រេងវិញគឺត្រឹមតែ 1.3 លីត្រទៅ 1.8 លីត្រប៉ុណ្ណោះសម្រាប់ការធ្វើដំណើរជាមួយនឹងម៉ាស៊ីនចម្ងាយ100គីឡូម៉ែត្រហើយរីឯការសាកថ្មវិញគឺសាកមួយពេញអាចធ្វើដំណើរបានចម្ងាយផ្លូវ150គីឡូម៉ែត្របាទហើយបើនិយាយពីសមត្ថភាពនៃការសាកថ្មគឺពិតជាលឿនមែនទែនបាទសាកពី 30% ទៅ 80% គឺចំណាយត្រឹមតែ18នាទីតែប៉ុណ្ណោះដូច្នេះសម្រាប់បងប្អូនទាំងគ្នាដែលមានតម្រូវការទៅលើរថយន្ត SUV ថ្នាក់ប្រណិតដែលមានការសន្សំសំចៃខ្ពស់មានភាពឆ្លាតវៃក៏ដូចជាមានការ design ជាមួយនឹងបែបអនាគតអាចពិចារណាជាមួយនឹងរថយន្ត GAC S7 PHEV i4WD ប្រភេទ Global Version ពីក្រុមហ៊ុន GAC Cambodia បានបាទសម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹងរថយន្តស៊េរីថ្មីនេះបងប្អូនអាចទំនាក់ទំនងក្រុមហ៊ុន GAC Cambodia តាមរយៈលេខទូរស័ព្ទខាងក្រោមជាចុងក្រោយនេះខ្ញុំពេញលីនតំណាងក្រុមការងារ Electrical បាទសូមអរគុណសូមជម្រាបលាបាទ